ផ្នែកទី3អំពីមោខភាពនៃអាពាហ៍ពិពាហ៍មាត្រា21អាពាហ៍ពិពាហ៍ត្រូវទុកជាមោខៈប្រសិនបើអាពាហ៍ពិពាហ៍នោះចុះបញ្ជីនៅពេលដែលសហព័ន្ធណាម្នាក់ឆ្កួតឬមិនដឹងខុសត្រូវតែបើសហព័ន្ធនោះបានជាស្រួលឡើងវិញហើយហេតុដែលនាំឲ្យទុកជាមោខៈនោះត្រូវរលាយទៅវិញដែរមាត្រា22អាពាហ៍ពិពាហ៍រវាងបុរសអាយុតិចជាង20ឆ្នាំឬនារីអាយុតិចជាង18ឆ្នាំត្រូវទុកជាមោខៈអាពាហ៍ពិពាហ៍ដែលទុកជាមោខៈនោះនឹងលែងមោខៈទៅវិញកាលបើប្តីឬប្រពន្ធនោះចម្រើនវ័យដល់អាយុតាមបញ្ញត្តិច្បាប់ឬក្នុងករណីដែលមានចែងក្នុងមាត្រា5វិជ្ជខណ្ឌទី2មាត្រា23អាពាហ៍ពិពាហ៍ត្រូវទុកជាមោខៈកាលបើសហព័ន្ធណាម្នាក់ប្តឹងថាខ្លួនត្រូវគេចាប់បង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ការប្តឹងសុំមោខភាពនៃអាពាហ៍ពិពាហ៍ត្រូវផុតអាជ្ញាយុកាលប្រសិនបើការប្តឹងនោះមិនធ្វើក្នុងរយៈ6ខែគិតពីថ្ងៃដែលគេលែងបង្ខំមកមាត្រា24អាពាហ៍ពិពាហ៍ត្រូវទុកជាមោខៈបើចំណងអាពាហ៍ពិពាហ៍មុនរបស់សហព័ន្ធណាម្នាក់មិនទាន់រលាយការប្តឹងសុំមោខភាពនៃអាពាហ៍ពិពាហ៍ក្រោយមិនអាចធ្វើបានឡើយបើក្រោយពីថ្ងៃចុះអាពាហ៍ពិពាហ៍ក្រោយនេះមកអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយមាត្រា25អាពាហ៍ពិពាហ៍រវាងញាតិលោហិតឬញាតិព័ន្ធក្នុងថ្នាក់ដែលច្បាប់ហាមឃាត់ត្រូវទុកជាមោខៈលើកលែងតែករណីដែលមានចែងក្នុងមាត្រា8វិជ្ជខណ្ឌទី2ការប្តឹងសុំមោខភាពនៃអាពាហ៍ពិពាហ៍ខាងលើនេះមិនអាចផុតអាជ្ញាយុកាលបានឡើយមាត្រា26មានតែសហព័ន្ធរដ្ឋអាជ្ញានិងជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការប្តឹងសុំមោខភាពនៃអាពាហ៍ពិពាហ៍ទេទើបអាចដាក់ពាក្យប្តឹងសុំមោខភាពនៃអាពាហ៍ពិពាហ៍ទៅតុលាការប្រជាជនបានបើជនដែលបានដាក់ពាក្យប្តឹងនោះស្លាប់សិទ្ធិវ័នអាចប្តឹងជំនួសបានមាត្រា27កូនកើតអំពីអាពាហ៍ពិពាហ៍ដែលតុលាការបានប្រកាសដោយមោខៈត្រូវទុកជាកូនមានខណ្ឌស្លាទោះបីហេតុដែលនាំឲ្យមានមោខភាពនោះយ៉ាងណាក៏ដោយសិទ្ធិនិងកាតព្វកិច្ចរបស់ឪពុកម្ដាយនិងកូនត្រូវមានដូចគ្នាក្នុងករណីនៃឪពុកម្ដាយលែងលះគ្នាការចែកទ្រព្យសម្បត្តិរវាងប្តីប្រពន្ធនៃអាពាហ៍ពិពាហ៍ដែលតុលាការប្រកាសជាមោខៈក៏ត្រូវធ្វើដូចក្នុងករណីលែងលះគ្នាដែរមាត្រា28តុលាការប្រជាជនត្រូវចាត់ចែងឲ្យចម្លងសេចក្តីវិន័យនៃសាលក្រមស្ថាពរដែលប្រកាសមុខភាពអាពាហ៍ពិពាហ៍ចុះនៅរឹមទំព័រនៃសម្បត្តិអាពាហ៍ពិពាហ៍ដែលត្រូវទុកជាមោខៈ